ព័ត៌មានទី1ទស្សនៈរបស់លោកឆាងយុដែលជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជាលោកឆាងយុបានបញ្ចេញទស្សនៈពាក់ព័ន្ធជាមួយនឹងសកម្មភាពរបស់កម្ពុជានិងយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនណានៅពេលនេះលោកដាក់ថាប្រទេសកម្ពុជាគឺមិនទន់ខ្សោយហើយខ្ញុំសូមអានអ្វីដែលលោកឆាងយុបានសរសេរលោកថាខ្ញុំមិនដឹងប្រកាសទេថាតើប្រទេសកម្ពុជាបានលះបង់ប៉ុណ្ណានោះទេខ្ញុំដឹងថាស្ថានភាពតាមព្រំដែនទាំងមូលនឹងមិនអាចដោះស្រាយបានដោយវិធីសាស្ត្រនៅក្នុងរយៈពេលខ្លីហើយប្រទេសណាដែលបានបង្ហាញពីភាពអត់ធ្មត់ខ្ពស់ជាងដើម្បីសម្រេចគោលដៅរបស់ខ្លួនទំនងជានឹងទទួលបានជ័យជំនះប្រទេសកម្ពុជាគឺមិនមែនជាប្រទេសទន់ខ្សោយឡើយភាពស្ងៀមស្ងាត់មិនមានន័យថាទន់ខ្សោយនោះទេព្រោះនៅពេលខ្លះយុទ្ធសាស្ត្រនៃការបណ្ដោយឲ្យសត្រូវធ្វើអត្តឃាតខ្លួនឯងគឺជាយុទ្ធសាស្ត្រដ៏ល្អបំផុតហើយខ្ញុំមិនគិតថាប្រទេសថៃទទួលបានជ័យជំនះដោយដែលមនុស្សជាច្រើនរួមទាំងអ្នកការទូតមួយចំនួនបានវិភាគនោះទេបាទនេះគឺជាទស្សនៈរបស់លោកឆាងយុពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែនរវាងកម្ពុជានិងថៃចុះប្រិយមិត្តវិញមានយោបល់យ៉ាងណាសូមសរសេរ comment នៅខាងក្រោមនេះថងដែងបាទសាក់ថងដែងសួរមើលបងអូនសុំសួរមួយអនុធានធ្លាប់និយាយថាថៃក៏មានរំលោភលើទឹកដីកម្ពុជាដែរតើនេះជាការតាក់ទិចដកលូបន្លាពីតំបន់ក្តៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យទៅស្នូលនឹងការដោះដូរដីតំបន់ផ្សេងឬយ៉ាងណាយល់ស្របបាទថងដែងបងយល់ស្របថងដែងសំណួរហ្នឹងគឺមានចម្លើយនៅក្នុងនឹងស្រាប់ហើយពីព្រោះអីដូចជាថ្ងៃមុនអញ្ចឹងខ្ញុំបានយករូបមួយមកបង្ហាញហ្នឹងហើយគេធ្វើ geo location គឺចាក់ចំណោទទៅគឺផ្លូវដែលថៃផ្លូវដែលយើងយកមកពិភាក្សាគ្នាក្នុងរូបក្នុងកម្មវិធីហ្នឹងគឺបាទផ្លូវហ្នឹងគឺនៅក្នុងទឹកដីថៃមែនហើយបកគោភ្លើងហ្នឹងគឺបកគោភ្លើងមានមីក្រូនៅក្នុងទឹកដីថៃហើយគេយកដាក់ geo location ទៅដែលយើងទៅបោះបង្គោលព្រំដែនតម្រុយនៅកន្លែងហ្នឹងណាតម្រុយកន្លែងហ្នឹងឃើញថាវាឆ្ងាយពីព្រំដែនដែលនៅ Google Map គេនៅ Google Map ហ្នឹងចង់និយាយថា Google Map ហ្នឹងមិនមែនតែផែនទីពិតគាត់ផែនទីពិតគាត់ហ្នឹងវាបោះយើងតាំងពីយូរហើយប៉ុន្តែដល់ Google Map គាត់គូនេះគឺឆ្ងាយពីអ្វីដែល Google Map ដាក់ហ្នឹងទៅដល់កន្លែងហ្នឹងគឺ100ម៉ែត្រចឹងបានន័យថាយើងចូលទៅក្នុងហ្នឹងហើយបើយើងមើលស្ថានភាពជាក់ស្ដែងហ្នឹងគឺថៃធ្វើផ្លូវហ្នឹងបោះបង្គោលនៅកន្លែងហ្នឹងគាត់ថាទឹកដីរបស់គាត់ការប៉ុន្តែការពិតឥឡូវយើងយកវាស់ទៅចូលទៅក្នុងហ្នឹងបាន100ម៉ែត្រជិតផ្ទះរបស់ថៃដែរណាអញ្ចឹងដូច្នេះបាទហ្នឹងគឺជារឿងមួយដែលឈរលើអ្វីដែលកម្ពុជាតែងតែនិយាយក្នុងពេលកន្លងមកហើយគឺថាកម្ពុជាមិនដែលចង់បានដីអ្នកណាដទៃទេគឺចង់បានតែអ្វីដែលអាណានិគមបន្សល់ទុកតែប៉ុណ្ណោះគឺទោះបីជាកម្ពុជាត្រូវតែលេបគ្រោះលេបថ្មទទួលយកអ្វីដែលនៅសល់ការពិតមានគួរតែច្រើនជាងហ្នឹងប៉ុន្តែប៉ុណ្ណឹងក៏សុខចិត្តទទួលហ្នឹងគឺក៏ប៉ុន្តែឲ្យតែត្រូវតាមអ្វីដែលបន្សល់កុំឲ្យខាតចុងនឹងបន្ថែមទៀតបាទឃើញដូច្នេះគឺតាំងដែងគឺខ្ញុំយល់ថាប្រហែលជាក្នុងន័យហ្នឹងហើយអញ្ចឹងដូច្នេះការបោះតម្រុយបង្គោលការតម្រុយព្រំដែនឬក៏បង្គោលតម្រុយហ្នឹងឬក៏បង្គោលបណ្ដោះអាសន្នហ្នឹងគឺមិនមែនជា final ទេមិនមែនជាចុងក្រោយទេគឺបានន័យថាគេយកមកជជែកគ្នាតទៀតចឹងជជែកគ្នាតទៀតដីណាយ៉ាងម៉េចសម្រាប់ថាអូខេឥឡូវកាត់នេះកាត់នោះហើយធ្វើព្រំដែនថ្មីឬក៏យល់យ៉ាងម៉េចឯកភាពគ្នាមិនខ្ញុំអត់ដឹងហ្នឹងពីព្រោះខ្ញុំអត់ជំនាញខាងហ្នឹងទេខ្ញុំនិយាយត្រង់រឿងកិច្ចការនោះខ្ញុំអត់ចេះសោះតែម្ដងគាត់ថាខ្ញុំនិយាយតាមព័ត៌មានតាមខាងពីគីណានិយាយមិនយើងនិយាយចឹងទៅឃើញយ៉ាងម៉េចយើងមកជម្រាបជូនទៅតាមនឹងដែរចឹងណាបាទចឹងសង្ឃឹមថាបើគិតបើលុះបន្លាបាត់ពេលណាជួយថតរូបប្រហាផងបាទជុំលៀងមួយជុំគ្នាកម្ពុជាក៏ថាខ្ញុំរំភើបនឹងការធ្វើពហិការខ្មែរយើងសង្ឃឹមយើងបង្កើនការផលិតក្នុងស្រុកថៃបន្តខ្លែងបន្លំផលិតផលគ្រប់វិធីគួរឲ្យស្អប់ដាក់អក្សរកូរ៉េលើกระดาษសើមខ្ញុំជួយចាប់ណាស់ចាញ់បោកវាតើយើងគូធ្វើយ៉ាងណាបាទខ្ញុំឃើញមកដល់អាមេរិកផលិតផលមួយចំនួនដូរផ្លាកចឹងដែរណាដូរ design ដែរក៏គាត់មិនដឹងយ៉ាងម៉េចតើយើងទៅធ្វើយ៉ាងណាអូចំនួនគឺតើយើងទៅធ្វើយ៉ាងណាបាទទៅធ្វើយ៉ាងណាគឺដោយដែល
ក្នុងពេលកន្លងមកយើងបាននិយាយគ្នាអញ្ចឹងគឺអ្នកផលិតក្នុងស្រុកហ្នឹងគឺត្រូវតែបង្កើនគុណភាពណាបង្កើនគុណភាពក្នុងការផលិតទំនិញឲ្យមានគុណភាពហ្នឹងដើម្បីបម្រើទីផ្សារក្នុងស្រុករបស់យើងហើយនាំមកសហរដ្ឋអាមេរិកគឺត្រូវប្រយ័ត្នប្រយែងនៅក្នុងការ design ស្មើយើងនៅ packaging ហើយនឹង design ហ្នឹងនៅបើខ្ញុំនិយាយដោយត្រង់នៅចាញ់ខាងភាគីនានានៅឡើយទេជាពិសេសជាមួយនឹងថៃយើងនៅចាញ់ហើយខ្ញុំដឹងរឿងនេះច្បាស់ដោយសារអីកាលពីខ្ញុំនៅខាង UN ហ្នឹងខ្ញុំធ្លាប់អញ្ជើញក្រុមហ៊ុនពួកខាង UN ខាង UNDP ណា UNDP ហ្នឹងធ្លាប់អញ្ជើញក្រុមហ៊ុនដែល design ហ្នឹងមកពីអឺរ៉ុបខ្ញុំចង់ភ្លេចប្រទេសហើយកាលហ្នឹង design ហ្នឹងគឺមកបង្រៀនក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាហ្នឹងកាលហ្នឹងយើងធ្វើការដូចជាមួយនឹង SME បាទខ្ញុំចង់ភ្លេច partner ក្នុងរដ្ឋាភិបាលពេលហ្នឹងភ្លេច partner ណាប៉ុន្តែនៅចាំបានថាយើងធ្លាប់អញ្ជើញក្រុមហ៊ុន design ហ្នឹងពីអឺរ៉ុបហ្នឹងមកឲ្យនិយាយជាមួយនឹងប្រទេសកម្ពុជាអ្នកផលិតផលិតផលនៅកម្ពុជាដែលចង់នាំទៅអឺរ៉ុបកាលហ្នឹងនៅអឺរ៉ុបទេមិនមែននាំមកអាមេរិកទេណាដើម្បីឲ្យគាត់យល់ថានៅអឺរ៉ុបគេចូលចិត្តយ៉ាងម៉េច design យ៉ាងម៉េចយើងធ្វើផលិតផលយ៉ាងម៉េចអីចឹងដើម្បីតាក់ទាញពីព្រោះពេលខ្លះរបស់ខ្លះគុណភាពមិនជាលើគេលើឯងទេសឹងតែចង់ចាញ់របស់ខ្មែរផងប៉ុន្តែគេបង្កើត design គេធ្វើ logo គេដាក់ព័ត៌មានអីគ្រប់គ្រាន់អីហ្នឹងគ្រប់ទាំងអស់ពីព្រោះអ្នកនៅអឺរ៉ុបនេះឬក៏នៅសហរដ្ឋអាមេរិកអ្នកខ្លះគាត់អានដំបូងចឹងគាត់អានព័ត៌មាននៅក្នុងហ្នឹងតើមានសារធាតុអីខ្លះចឹងបានគាត់ទទួលទានពេលដែលគាត់ទទួលទានបានពេញចិត្តហើយថ្ងៃក្រោយបានគាត់យកចាំ logo ចាំម៉ាកហ្នឹងតែម្ដងអញ្ចឹងក៏ធ្លាប់អញ្ជើញពួកគាត់ហ្នឹងទៅឲ្យជួយក្រុមហ៊ុនខ្មែរដែរប៉ុន្តែមិននឹងជាយ៉ាងណាគឺក៏ប្រហែលជាបានលទ្ធផលខ្លះដែរឃើញ design របស់យើងល្អដែរកាលមុនដាក់តែស្បោងធម្មតាកាលមុនគាត់ដាក់តែស្បោងផ្លាស្ទិកចឹងមកហើយដាក់ផ្លាកមួយ print ហ្នឹងដាក់ចូលក្នុងហ្នឹងហើយចឹងនាំមកអាមេរិកនាំអឺរ៉ុបគេមិនទិញទេតែមាន box មានអីត្រឹមត្រូវ design មានព័ត៌មាន calorie ប្រមាណអីធ្វើអីមិនបានចឹងទៅបានខាងនេះគេមើលណាអញ្ចឹងគេឥឡូវឃើញគាត់បានដែរណាប៉ុន្តែនៅតែមិនទាន់ដល់ perfect មិនទាន់ដល់អស្ចារ្យប៉ុន្តែគាត់នៅអាចទទួលចូលទីផ្សារនេះបានអញ្ចឹងក្រៅពីការពង្រឹងគុណភាពហ្នឹងគឺត្រូវពង្រឹងទីផ្សារការផ្សព្វផ្សាយហ្នឹងផងដែរណាហើយខ្មែរយើងគឺនៅបន្តជួយគ្រប់គ្រងផលិតផលក្នុងស្រុករបស់យើងដើម្បីឲ្យគ្នាដែលវិនិយោគទុនហ្នឹងអាចមានឱកាសក្នុងផលិតពីព្រោះយើងធ្វើ business អ្នកខ្លះធ្វើ business យើងដឹងហើយធ្វើអាជីវកម្មយើងដឹងហើយអ្នកខ្លះមានទុនខ្លួនឯងដើម្បីយកទៅវិនិយោគបើសិនគាត់យកទុនខ្លួនឯងទៅវិនិយោគស្រាប់តែរឿងនេះចាប់ទៅបានតែមួយឆ្នាំគាត់ឲ្យទីផ្សារបានខ្សែធនក៏ប្រកួតមិនឈ្នះគេហ្នឹងគឺអាណិតគាត់ដែរណាបាទហើយអ្នកខ្លះជួនកាលខ្ចីលុយធនាគារមកបើកអាជីវកម្មដូច្នេះគាត់ពិបាកនឹងខាតបង់អញ្ចឹងផងដែរអញ្ចឹងគាត់ទាមទារខ្លួនគាត់ទៅពង្រឹងគុណភាពដើម្បីបម្រើទីផ្សារហើយយើងទៅគ្រប់គ្រងគ្នាហើយនឹងទន្ទឹមនឹងនោះបើសិនជាស្ថានភាពមកល្អឡើងវិញគឺគយហ្នឹងជាពិសេសហ្នឹងត្រូវមានការប្រយ័ត្នពីព្រោះជួនកាលទំនិញខ្លះរត់ពន្ធចូលមកហ្នឹងកិច្ចគយកិច្ចពន្ធអីហ្នឹងគេមានលទ្ធភាពលក់ថោកជាងទំនិញនៅក្នុងស្រុកអញ្ចឹងទៅធ្វើឲ្យអ្នកនៅក្នុងស្រុកគ្នាប្រកួតអត់ឈ្នះណាពួកអត់ឈ្នះគ្នាក៏ដួលដែរអាហ្នឹងគឺយើងត្រូវមានការសហការរួមគ្នានឹងផងដែរហើយសំណួរមួយទៀតរបស់បងអូនគឺនេះណាគឺយើងតែប្រយ័ត្នប្រយែងណាមុននឹងយើងទិញទទួលទានហ្នឹងយើងត្រូវមើលអក្សរមើលដែរមកជួបអារម្មណ៍ចាញ់គេអញ្ចឹងបាទនឹងខ្ញុំអាចចូលរួមយោបល់បានប៉ុណ្ណឹងណាបាទ M Cambodia ណាបាទព័ត៌មានទី2នេះគឺសហគមន៍អាហ្វហ្គានីស្ថាននៅក្នុងសហរដ្ឋអាមេរិកបានចេញសារថ្កោលទោសចំពោះទង្វើបាញ់ប្រហារទៅលើឆ្មាំជាតិរបស់សហរដ្ឋអាមេរិកដែលបានបណ្ដាលឲ្យកងឆ្មាំចំនួន2នាក់រងរបួសយ៉ាងធ្ងន់ធ្ងរក្នុងព្រឹត្តិការណ៍បាញ់ប្រហារនៅក្បែរសេតាវិមានកាលពីថ្ងៃពុធកន្លងទៅនេះហើយនៅក្នុងនោះគឺបានបណ្ដាលឲ្យឆ្មាំជាតិម្នាក់ស្លាប់បាត់បង់ជីវិតតែនាងមានអាយុទើបតែ20ឆ្នាំតែប៉ុណ្ណោះដែលមកពីរដ្ឋ West Virginia ហើយសហគមន៍អាហ្វហ្គានីស្ថានដែលរស់នៅក្នុងសហរដ្ឋអាមេរិកបានកោតទោសទង្វើនោះថាគឺជាការវាយប្រហារផ្ដាច់ផ្ដាល់ជីវិតសោកនាដកម្មដ៏គួរឲ្យសោកស្ដាយជាទីបំផុតហើយពួកគេសង្កត់ធ្ងន់ថាជនសង្ស័យដែលប្រព្រឹត្តនោះគឺមិនមែនជាអ្នកដែលតំណាងឲ្យ
សហគមន៍អាហ្វហ្គានីស្ថាននៅក្នុងសហរដ្ឋអាមេរិកនោះទេជនសង្ស័យរូបនោះបានមកដល់សហរដ្ឋអាមេរិកក្នុងរយៈពេលកាលពី4ឆ្នាំមុនគឺជាអ្នកដែលធ្លាប់ធ្វើការជាមួយនឹងប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថានហើយទៅបានអនុញ្ញាតឲ្យមកសហរដ្ឋអាមេរិកក្រោមកម្មវិធីការពារនេះឆ្មាំជាតិម្នាក់ទៀតដែលរងរបួសហើយកំពុងតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់មិនទាន់ផុតនោះគឺលោក Andrew Wolf អាយុ24ឆ្នាំរីឯអ្នកដែលបានស្លាប់បាត់បង់ជីវិតឈ្មោះថា Sarah Backstrom អាយុ20ឆ្នាំនៅក្មេងបាទអាយុក្មេងជាងកូនខ្ញុំផងហើយជាការឆ្លើយតបវិញគឺលោកប្រធានាធិបតី Donald Trump បានផ្អាកនៅសំណើសុំធ្វើអន្តោប្រវេសន៍មកសហរដ្ឋអាមេរិកដោយក្រុមអាហ្វហ្គានីស្ថានហើយបានបញ្ជាឲ្យពិនិត្យមើលអ្នកដែលទទួល Green Card ទាំងអស់ដែលបានចេញទៅឲ្យអ្នកទាំងអស់នោះនៅក្នុងប្រទេសចំនួន19ដែលលោកចាត់ទុកថាជាការគម្រាមកំហែងនិងគួរឲ្យព្រួយបារម្ភហើយនេះជាផ្នែកមួយនៃការបង្ក្រាបទៅលើជនអន្តោប្រវេសន៍ដែលមកពីប្រទេសលោកហៅថាប្រទេសតតយលោកហើយនៅក្នុង19ប្រទេសនោះខ្ញុំសូមបញ្ជាក់ម្ដងទៀតគឺអត់មានប្រទេសកម្ពុជាទេអញ្ចឹងកុំឲ្យមានការយកបកស្រាយច្រឡំដើម្បីបន្លាចគ្នាទៅវិញទៅមកក្រុមមួយដែលមានឈ្មោះថាក្រុមសម្ព័ន្ធសហគមន៍សម្ព័ន្ធអាហ្វហ្គានីស្ថាននៅក្នុងសហរដ្ឋអាមេរិកបានសម្ដែងនៅការអាណិតអាសូរនិងសមានចិត្តចំពោះក្រុមគ្រួសារជនរងគ្រោះដោយបានអំពាវនាវឲ្យមានការស៊ើបអង្កេតយ៉ាងទូលំទូលាយក៏ប៉ុន្តែបានទទូចឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកសូមមេត្តាកុំពន្យានៅការស្នើសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិកនៅក្នុងបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍ BBC ពួកគេបានសម្ដែងនៅការព្រួយបារម្ភថាបើសិនជាពួកគេត្រូវបញ្ជូនទៅប្រទេសអាហ្វហ្គានីស្ថានវិញគឺពួកគេភ័យបារម្ភខ្លាចក្រុមតាលីបានដែលពេលនេះកំពុងតែកាន់អំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងធ្វើទុកបុកម្នេញរបស់ពួកគេហើយនៅក្នុងបទសម្ភាសន៍ជាមួយនឹង BBC នោះដែរគឺពលរដ្ឋអាហ្វហ្គានីស្ថានម្នាក់ដែលកំពុងរស់នៅសហរដ្ឋអាមេរិកបានសម្ដែងនៅការភ័យរន្ធត់ចំពោះហេតុការណ៍នៃការវាយប្រហារនៅក្នុងរដ្ឋធានី Washington នេះបាទដោយដែលខ្ញុំបាននិយាយនៅក្នុងពេលព្រឹកមិញហើយឥឡូវខ្ញុំសូមរំលឹកម្ដងទៀតម្ដងហើយម្ដងទៀតពីព្រោះខ្ញុំជឿថាសារនេះនឹងអាចនឹងទៅដល់មនុស្សមួយចំនួនឃើញទេសូម្បីតែអ្នកដែលបានចូលរួមជួយសហរដ្ឋអាមេរិកនៅក្នុងប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅប្រទេសអាហ្វហ្គានីស្ថានហើយមានរឿងកើតឡើងបែបនេះគឺលោកប្រធានាធិបតីផ្អាកការទទួលហើយនឹងអាចនឹងពិនិត្យមើលហើយនឹងអាចនឹងចាត់វិធានការទៅលើអ្នក Green Card មួយចំនួនព្រមទាំងអ្នកដែលបានទទួលផលប្រយោជន៍ពីរដ្ឋាភិបាលសហព័ន្ធផងដែរអ្វីដែលជាសាររបស់ខ្ញុំម្ដងហើយម្ដងទៀតគឺអ្នកដែលរស់នៅសហរដ្ឋអាមេរិកសហគមន៍ខ្មែរយើងនឹងគួរតែប្រយ័ត្នប្រយែងមែនទែនសម្ដីរបស់យើងការសរសេរតាមបណ្ដាញសង្គមអីហ្នឹងបាទបើប៉ះសហគមន៍ខ្មែរគ្នាឯងបើដូចជាប៉ះដូចប៉ះខ្ញុំប៉ះអីអត់អីទេព្រោះខ្ញុំអត់ខ្វល់ទេចង់ថាមិនថាអីទៅពីព្រោះការនិយាយនឹងអត់ពិតទេខ្ញុំមិនដែលទៅស្ដាប់ទេក៏តែប៉ុន្តែបើប៉ះអ្នកផ្សេងទៀតបាទដែលគេមិនមានចិត្តមេត្តាករុណាដែលមិនមានចិត្តទូលំទូលាយដូចខ្ញុំនឹងប្រយ័ត្នមានរឿងហើយជាពិសេសខ្ញុំសង្កត់ធ្ងន់ម្ដងទៀតមានអ្នកស្ដាប់ខ្ញុំព្រឹកមិញមកសួរខ្ញុំថាហេតុអីបើខ្ញុំមិនដែលនិយាយពីរឿង Michael Alfaro ខ្ញុំនិយាយគឺខ្ញុំសូមនិយាយម្ដងទៀតណាអ្នកដែលធ្លាប់ប៉ះលោក Michael Alfaro កន្លងមកសូមមេត្តាប្រយ័ត្នមែនទែនហើយជាគាត់មិនធ្វើអីទេប៉ុន្តែអ្វីដែលខ្ញុំដឹងពីគាត់ផ្ទាល់តែម្ដងគឺគាត់ដឹងអ្នកណាក្រុមណាដែលនិយាយវាប្រហារប៉ះគាត់ហើយយើងអត់ដឹងថាតើគាត់អាចមានឥទ្ធិពលដល់កម្រិតណានៅក្នុងការធ្វើទេអញ្ចឹងអ្វីដែលចំណេញគួរតែនិយាយអ្វីដែលមិនចំណេញមិនគួរនិយាយហើយខ្ញុំមើលឃើញថាមិនចំណេញសោះតែម្ដងគឺអ្នកដែលវាយប្រហារលោក Alfaro ផ្ទាល់នឹងតែម្ដងពេលបច្ចុប្បន្ននេះនៅតែមានឋានៈជាជនភៀសខ្លួននៅឡើយទេអ្នកខ្លះមានត្រឹមតែ Green Card ទេហើយយើងហ៊ានវាយប្រហារអ្នកដែលម្ចាស់ប្រទេសទៅវិញបាទនេះជាទង្វើអត់សមរម្យទេណាបាទអញ្ចឹងខ្ញុំសូមយកឱកាសហ្នឹងម្ដងហើយម្ដងទៀតដើម្បីរំលឹកអ្នកទាំងអស់នោះមិនមែនជាការបន្លាចទេតែជាការអង្វរក៏បានដែរសូមមេត្តាបញ្ចេញមតិតាមបណ្ដាញសង្គមដោយថ្លៃថ្នូរយើងប៉ះគ្នាឯងក៏ប៉ះទៅកុំទៅប៉ះគេបាទគេដឹងណាស់ហើយខ្ញុំក៏ដឹងដែរឈ្មោះក្មួយទាំងអស់នោះខ្ញុំដឹងអ្វីដែលក្មួយនិយាយប៉ះគេខ្ញុំក៏ដឹងដែរបាទបងប្អូនឬក៏ក្មួយនិយាយសូមឈប់ទៅជឿខ្ញុំឈប់ទៅដូចឃើញព្រឹត្តិការណ៍នេះបាទអាចនឹងមិនចំណេញទេដល់សហគមន៍យើង
ពីព្រោះពេលដែលគេចាត់ការឬក៏មានរឿងអីកើតឡើងមិនមែនគេប៉ះលើឈ្មោះនេះឈ្មោះនោះទេគឺប៉ះគេហៅទៅលើសហគមន៍ខ្មែរយើងថាយើងអត់មានការដឹងគុណដឹងអីមកដល់អាមេរិកដោយសារយើងគ្រប់ភៀសខ្លួនពីស្រុកខ្មែរដោយសារការធ្វើទុកយើងអានថាជាការធ្វើទុកបុកម្នេញនយោបាយយើងមកដល់អាមេរិកស្រាប់តែយើងបែកប្រហារគេគ្រាន់តែគេកំហុសរបស់គេគឺគេទៅជួយខ្មែរតែប៉ុណ្ណោះដោយមិនជួយក្រុមរបស់យើងបែរជាបែកប្រហារគេអាក្រក់អាក្រៃអ្នកខ្លះអត់ទាំងស្គាល់ឈ្មោះគេផងហៅឈ្មោះគេមិនត្រូវផងហៅគេ Sam Michel គាត់មិនមែន Michel គឺ Michael ហៅឈ្មោះគេមិនត្រូវផងប៉ុន្តែបែកប្រហារគេនឹងគឺអស់ចាតែខ្ញុំស្ដាប់មើលខ្ញុំព្រឺក្បាលតែម្ដងខ្ញុំហួសចិត្តដែរណាអញ្ចឹងខ្ញុំសូមជ្រាបអាការហ្នឹងហើយបើសិនស្ដាប់ខ្ញុំហើយខាងខ្ញុំក៏ខាងតែខ្ញុំអត់ខ្វល់ទេពួកខ្ញុំអត់ដែរអត់ខ្វល់សោះមកចង់ថាខ្ញុំមិនថាទៅបាទខ្ញុំនិយាយត្រង់មកនិយាយអត់មានលាក់លៀមបន្តិចទេបាទអញ្ចឹងខ្ញុំសូមជឿអាការហ្នឹងគឺចូលរួមចំណែកតែប៉ុណ្្នឹងទេបាទព័ត៌មានទី3នេះគឺតាក់ទងជាមួយនឹងប្រទេសអាហ្វហ្គានីស្ថានគឺជំនួយការរបស់លោកZelensky ផ្ទាល់តែម្ដងឬក៏គេហៅថាទីប្រឹក្សាផ្ទាល់ឬក៏ហៅថាមនុស្សចំណិតរបស់លោកZelensky ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែននឹងតែម្ដងគឺលោក Andriy Yermak អាយុ54ឆ្នាំហើយតួនាទីរបស់លោកជាគេហៅថានាយកខេត្តកាឡៃរបស់កាឡៃប្រធានាធិបតីអ៊ុយក្រែនណាបាននៅថ្ងៃសុក្រនេះគាត់បានដាក់ពាក្យលាលែងចេញពីតំណែងតែម្ដងហើយដោយសារតែមានការស៊ើបអង្កេតទៅដល់ផ្ទះរបស់លោកតាក់ទងជាមួយនឹងអំពើពុករលួយសង្ស័យអំពើពុករលួយក៏ប៉ុន្តែក្រុមដែលស៊ើបអង្កេតនោះបានបញ្ជាក់ថាมันមានភស្តុតាងណាដែលភ្ជាប់លោកជាមួយនឹងសកម្មភាពខុសឆ្គងនានានោះទេហើយលោកយេម៉ាក់លោកជាគេហៅថាប្រធានក្រុមចរចាផ្ទាល់តែម្ដងរបស់លោក Zelensky ជាមួយនឹងសហរដ្ឋអាមេរិកហើយជោគជ័យចុងក្រោយនោះគឺលោកបានចរចាជាមួយនឹងលោក Marco Rubio ដោយផ្ទាល់ក្នុងការធ្វើយ៉ាងណាឲ្យលុបចោលនៅផែនការសន្តិភាពដែលទីប្រឹក្សាបេសកជនពិសេសរបស់លោកត្រាំពិភាក្សាគ្នាជាមួយនឹងរុស្ស៊ីដែលមាន28ចំណុចហើយលោកបានចរចាដោយជោគជ័យនៅក្នុងការលុបចោលវិញប៉ុន្តែឥឡូវនេះសម្ពាធនយោបាយនៅខាងក្នុងខាងក្រៅតាក់ទងជាមួយនឹងការទៅបោះសម្អាតអំពើពុករលួយនោះបែរជាចាប់ផ្ដើមស៊ើបអង្កេតរហូតដល់មនុស្សដែលគៀកជាមួយនឹងលោកយឺម៉ាក់ដោយផ្ទាល់តែម្ដងដែលបង្ខំឲ្យលោកត្រូវតែលាលែងចេញពីតំណែងដោយសារតែមិនចង់ឲ្យពេលដែលជួបចរចាជាមួយនឹងសហរដ្ឋអាមេរិកក្តីជួបចរចាជាមួយនឹងរុស្ស៊ីក្តីមិនចង់ឲ្យយកបញ្ហានេះមកលើកឡើងនៅក្នុងកិច្ចប្រជុំចរចាសន្តិភាពនោះទេដូច្នេះបើតាមទំនងប្រហែលជាមានការយល់ព្រមពីលោក Zelensky តែម្ដងក្នុងការដែលឲ្យលោក Andriy Yermak លាលែងចេញពីតំណែងនេះពីព្រោះក្នុងពេលកន្លងមកលោក Andriy មិនមែនជាមនុស្សដែលថាมันមានបញ្ហានោះទេលោកមានបញ្ហាច្រើនជាពិសេសជាមួយនឹងខាងសភាដោយខាងសភាមើលមកថាលោក Andriy ហ្នឹងជាមនុស្សដែលមិនបានជាប់ឆ្នោតទេក៏ប៉ុន្តែបែរជាមានអំណាចខ្លាំងណាស់ខ្លាំងជាងរដ្ឋមន្ត្រីខ្លាំងជាងក្រសួងទៅទៀតនៅក្នុងការអនុវត្តការងារមួយចំនួនជាពិសេសតាក់ទងជាមួយនឹងគោលនយោបាយការបរទេសរបស់លោកប្រធានាធិបតី Zelensky អញ្ចឹងហើយខាងសភាគេមិនបានពេញចិត្តនឹងលោកទេទោះបីជាក្នុងពេលកន្លងមកលោក Zelensky បានស្នើឲ្យដាក់បេក្ខភាពរបស់លោក Andriy ធ្វើជានាយករដ្ឋមន្ត្រីចំនួន2ដងក៏ប៉ុន្តែខាងសភាមិនព្រមទេអញ្ចឹងដូច្នេះសម្រាប់អ្នកដែលប្រកួតប្រជែងផ្ទៃក្នុងដែលមិនពេញចិត្តនឹងការងាររបស់លោកប្រហែលជាអាចដកដង្ហើមដោយធូរស្រាលក៏ប៉ុន្តែសម្រាប់លោក Zelensky បាទប្រហែលជាបាត់ដៃស្ដាំម្នាក់ដែលជាអ្នកទុកចិត្តរបស់លោកដែលលោកត្រូវតែសម្រេចជ្រើសរើសរវាងប្រទេសជាតិជាមួយនឹងអ្នកដែលលោកដែលទុកចិត្តបំផុតប៉ុន្តែរឿងអំពើពុករលួយនេះគឺបានរីករាលដាលច្រើនដោយមានការស៊ើបអង្កេតរហូតដល់មានអតីតឧបនាយករដ្ឋមន្ត្រីមួយរូបត្រូវបានជាប់ពន្ធនាគារផងដែរក្នុងការស៊ើបអង្កេតនេះបាទអញ្ចឹងហើយគឺជារឿងមួយដែលលោក Zelensky ត្រូវតែដោះស្រាយបញ្ហានេះក្នុងខណៈពេលដែលមន្ត្រីរបស់សហរដ្ឋអាមេរិកមានគម្រោងត្រឡប់ទៅទីក្រុងគៀវក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះដើម្បីបន្តការចរចាហើយក្នុងពេលជាមួយគ្នានោះដែរគឺបេសកជនពិសេសរបស់លោកប្រធានាធិបតី Donald Trump លោក Steve Witkoff នឹងហោះហើរទៅទីក្រុងមូស្គូដើម្បីជួបជាមួយនឹង
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាទលោកយីម៉ាត់គឺជាមនុស្សដែលគេបានដឹងថានៅជាប់ជាមួយនឹងលោក Zelensky ស្ទើរតែទាំងយប់ទាំងថ្ងៃចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពានប្រទេសអ៊ុយក្រែននៅដើមឆ្នាំ2022មកបាទនេះគឺជារឿងមួយដែលមានការប៉ះពាល់ទៅដល់ការដឹកនាំរបស់លោកប្រធានាធិបតី Zelensky ដែលក្នុងពេលថ្មីនេះដៃគូពាណិជ្ជកម្មរបស់លោក Zelensky ម្នាក់អតីតដៃគូពាណិជ្ជកម្មរបស់លោក Zelensky មួយនាក់បានរត់ភៀសខ្លួនទៅប្រទេសអ៊ីស្រាអែលហើយដើម្បីគេចចេញពីការពាក់ព័ន្ធនេះហើយមានរដ្ឋមន្ត្រីចំនួន2នាក់បានលាលែងចេញពីតំណែងផងដែរហើយអតីតឧបនាយករដ្ឋមន្ត្រីមួយរូបក៏ដែលជាអ្នកនឹងស្និទ្ធជាមួយនឹងលោក Zelensky ក៏បានជាប់ពន្ធនាគារនៅខែនេះពាក់ព័ន្ធជាមួយនឹងការទទួលលុយសំណូកតាក់ទងជាមួយនឹងឧស្សាហកម្មផលិតអាវុធហើយនឹងឧស្សាហកម្មថាមពលពីព្រោះប្រជាពលរដ្ឋមានការខឹងសម្បាខ្លាំងដោយសារតែរដូវរងាចូលមកដល់ហើយរុស្ស៊ីបង្កើនការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់ប្រទេសអ៊ុយក្រែនហើយបែរជាមានការចាប់ប្រកាន់ទៅលើអ្នកទាំងអស់នោះទៅវិញបាទនេះគឺជាព័ត៌មានទី3ហើយព័ត៌មានទី4នេះបើតាមសេចក្តីរាយការណ៍របស់ខាង Washington Post ហើយនឹងខាង The USA Today បានឲ្យដឹងថាលោកប្រធានាធិបតី Donald Trump បានសន្ទនាគ្នាជាមួយនឹងលោក Nicolas Maduro ប្រធានាធិបតីនៃប្រទេស Venezuela កាលពីសប្តាហ៍មុនអំពីការរៀបចំថាអាចនឹងមានជំនួបរវាងមេដឹកនាំទាំងពីរដោយផ្ទាល់មុខតែម្ដងនៅពេលណាមួយនៅក្នុងសហរដ្ឋអាមេរិកប៉ុន្តែមិនទាន់បានកំណត់ពេលជាក់លាក់ទេហើយការដែលសន្ទនាគ្នានឹងស្របពេលដែលសហរដ្ឋអាមេរិកកំពុងតែត្រៀមកម្លាំងដើម្បីវាយប្រហារដោយយោធាទៅលើប្រទេសវេណេស៊ុយអេឡានៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរបស់សហរដ្ឋអាមេរិកនេះហើយការសន្ទនាគ្នានេះបើតាមប្រភព2ដែលបានដឹងឲ្យដឹងថាការសន្ទនាគ្នានេះគឺបានចាប់ផ្ដើមឡើងបានកើតឡើងកាលពីចុងសប្តាហ៍មុនឥឡូវជាងមួយសប្តាហ៍ហើយគឺមានការពិភាក្សាជាច្រើនហើយមន្ត្រីដែលបាននិយាយនេះសូមមិនបញ្ចេញឈ្មោះទេដោយសារតែខ្លួនមិនមានសិទ្ធិអំណាចនៅក្នុងការនិយាយជាសាធារណៈអំពីការសន្ទនាគ្នានោះទេហើយក៏ប៉ុន្តែมันមានផែនការណាថាតើមេដឹកនាំទាំងពីរនឹងជួបគ្នានៅពេលណានោះដែរហើយទូរស័ព្ទការសន្ទនាតាមទូរស័ព្ទហ្នឹងគឺក៏មានការចូលរួមពីលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកដែលបានកើតមានឡើងក្នុងរយៈពេលតែប្រហែលថ្ងៃប៉ុណ្ណោះមុនពេលដែលសហរដ្ឋអាមេរិកឬក៏ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានកំណត់ថាលោក Maduro នឹងគឺជាមេដឹកនាំនៃក្រុមអង្គការភេរវកម្មគឺអង្គការ Cartel de los Soles បើចឹងគឺបានន័យថាការសន្ទនាគ្នារវាងលោក Donald Trump ជាមួយនឹងលោក Maduro បានកើតមានឡើងហើយលទ្ធផលមិនដឹងយ៉ាងណានោះទេប៉ុន្តែប្រហែលថ្ងៃក្រោយមកគឺសហរដ្ឋអាមេរិកបានដាក់លោក Maduro នឹងថាជាមេដឹកនាំក្រុមភេរវកម្មតែម្ដងហើយបើតាមកាសែតរបស់ខាងUSA Today បានរាយការណ៍ឲ្យដឹងថាលោកប្រធានាធិបតី Donald Trump បានប្រាប់ទៅដល់យោធានៅក្នុងឱកាសរៀបចំពិធីបុណ្យ Thanksgiving ថាឥឡូវនេះក្នុងរយៈពេលប្រហែលសប្តាហ៍នេះខាងយោធារបស់សហរដ្ឋអាមេរិកបានរៀបចំកម្លាំងរួចហើយដូច្នេះក្នុងអំឡុងពេលឆាប់ខាងមុខនេះគឺយើងនឹងចាប់ផ្ដើមប្រតិបត្តិការតាមផ្លូវគោកដើម្បីបញ្ឈប់សកម្មភាពទាំងអស់នោះដោយលោកប្រធានាធិបតី Donald Trump បានបន្ថែមថាប្រតិបត្តិការតាមផ្លូវគោកវាមានលក្ខណៈងាយស្រួលជាងហើយវានឹងចាប់ផ្ដើមនៅក្នុងពេលឆាប់នេះប្រិមិត្តបានដឹងហើយគឺសហរដ្ឋអាមេរិកបានបើកប្រតិបត្តិការហើយនឹងពង្រឹងកម្លាំងយោធានៅក្នុងសមុទ្រការ៉ាអ៊ីបដែលនៅក្បែរប្រទេសវេណេស៊ុយអេឡាដោយរហូតមកដល់ពេលនេះគឺបានបាញ់ពន្លិចទូកប្រមាណជាបានចំនួន21ហើយមានមនុស្សចំនួន83នាក់ទៅបានសម្លាប់ដោយប្រតិបត្តិការយោធាជើងទឹករបស់សហរដ្ឋអាមេរិកហើយបើតាមកាសែត New York Times វិញបានរាយការណ៍ថាកាលពីខែតុលាលោក Maduro បានសុំផ្ដល់ឲ្យសហរដ្ឋអាមេរិកនៅ
ចំណែកដ៏ធំនៃធនធានប្រេងរបស់ប្រទេសនេះមកឲ្យសហរដ្ឋអាមេរិកធ្វើអាជីវកម្មក្នុងនោះក៏អនុញ្ញាតសូមផ្ដល់ទីកន្លែងនិងផ្ដល់ឱកាសឲ្យក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកធ្វើអាជីវកម្មនៅក្នុងនោះផងដែរដើម្បីជាកិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងក៏ប៉ុន្តែអ្វីដែលលោកម៉ាដូរ៉ូចង់បានគឺចង់នៅបន្តនៅកាន់តំណែងដដែលក្នុងពេលដែលសហរដ្ឋអាមេរិកគឺមិនចង់ឲ្យម៉ាដូរ៉ូនៅបន្តកាន់តំណែងនោះទេចុងក្រោយនេះគឺលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានសរសេរសារបង្ហោះតាមបណ្ដាញសង្គម Truth Social របស់លោកដោយលោកបានចោទប្រកាន់ដោយមិនបានបង្ហាញភស្តុតាងអ្វីទេថាមេដឹកនាំសហរដ្ឋអាមេរិកមុនលោកនោះគឺលោកប្រធានាធិបតី Joe Biden មិនបានចុះហត្ថលេខាដោយផ្ទាល់ទៅលើបទបញ្ជាប្រធានាធិបតីជាច្រើនដោយខ្លួនឯងនោះទេដោយសារតែមានការប្រើប្រាស់ប៊ិចអូតូម៉ាទិកដែលគេរៀបចំឡើងសម្រាប់ប្រធានាធិបតីចុះហត្ថលេខាលោក Donald Trump បានប្រកាសថាលោកមានបំណងក្នុងការលុបចោលនៅបទបញ្ជាប្រធានាធិបតីភាគច្រើនដែលចុះហត្ថលេខាដោយលោក Joe Biden ដោយសារតែលោកបានបញ្ជាក់ថាកិច្ចការទាំងអស់នោះគឺមិនមែនលោក Biden ចុះហត្ថលេខាដោយខ្លួនឯងទេគឺជាការសម្រេចដោយស្ងប់ស្ងាត់ដោយលោកបានចោទពាក្យថាក្រុមដែលឈួតលីលាឆ្វេងនិយមដែលនៅជុំវិញលោក Biden តែប៉ុណ្ណោះហើយដោយគ្មានការដឹងឬក៏យល់ព្រមពីលោកប្រធានាធិបតី Joe Biden នោះទេគឺពួកគេប្រើប៊ិចស្វ័យប្រវត្តិនេះដើម្បីចុះហត្ថលេខាលើកិច្ចការមួយចំនួនដោយសារតែលោកត្រាំចោទថានៅប្រហែលឆ្នាំចុងក្រោយនៃការកាន់អំណាចរបស់លោក Biden គឺលោកមានបញ្ហាសុខភាពមិនបានល្អដូច្នេះបើតាមការប្រកាសរបស់លោក Trump គឺលោកមានគម្រោងលុបចោលនៅបទបញ្ជាប្រធានាធិបតីរបស់លោក Biden ដែលមានរហូតដល់ 92% ឯណោះដែលក្នុងនោះមានការលើកលែងទោសជាច្រើនផងដែរហើយលោក Trump បាននិយាយថាលោក Joe Biden មិនបានចូលរួមពាក់ព័ន្ធនៅក្នុងដំណើរការនៃការចុះហត្ថលេខាដោយប៊ិចនោះទេហើយប្រសិនបើលោក Biden ហ៊ាននិយាយថាលោកបានចូលរួមពាក់ព័ន្ធសម្រាប់គឺនឹងចោទប្រកាន់លោកពីបទក្លែងបន្លំឯកសារលោក Trump បានចោទលោក Biden ម្ដងហើយម្ដងទៀតថាលោក Biden នៅអាណត្តិចុងក្រោយនេះគឺមិនបានធ្វើកិច្ចការអ្វីដោយខ្លួនឯងទេគឺជាកិច្ចការមួយដែលសម្រេចដោយក្រុមដែលនៅក្បែរលោកតែប៉ុណ្ណោះហើយបើតាមដំណើររឿងគឺប៊ិចគេថាប៊ិចចុះហត្ថលេខាដោយស្វ័យប្រវត្តិនេះគឺការិយាល័យប្រធានាធិបតីនឹងប្រើយូរមកហើយមិនមែនតែនៅក្នុងអាណត្តិរបស់លោក Joe Biden នេះទេសូម្បីតែលោក Trump កាលអាណត្តិទី1ក៏លោកប្រើប៊ិចស្វ័យប្រវត្តិនឹងដែរដែលគេមានដូចថាហត្ថលេខាចុះហើយស្រាប់ហើយគ្រាន់តែគេយកទៅវាយត្រាដូចជាចុះហត្ថលេខាអញ្ចឹងហើយដូច្នេះវាពិបាកនឹងសម្រេចថាតើការចុះហត្ថលេខានោះមានការយល់ព្រមឬមិនយល់ព្រមពីលោកប្រធានាធិបតីពីព្រោះអីគេតែងតែប្រើវាជាឯកសារផ្លូវច្បាប់ក្នុងពេលកន្លងមកហើយបើទោះបីជាការប្រឈមមុខផ្លូវច្បាប់អាចនឹងមានថាតើលោកប្រធានាធិបតីអាចមានសិទ្ធិលុបចោលនៅបទបញ្ជាមុនរបស់លោកប្រធានាធិបតីចាស់ដែរឬទេក្រៅតែពីចេញបទបញ្ជាថ្មីនោះគឺនៅមានការពិភាក្សាគ្នានៅឡើយប៉ុន្តែអ្នកដែលគ្រប់គ្រងលោក Trump ដែលមកពីខាងគណៈបកសាធារណរដ្ឋឥឡូវនេះគ្រាន់តែឮសូរលោក Trump បង្ហោះសារតាមបណ្ដាញសង្គមពួកគេអបអរសាទរសប្បាយយ៉ាងខ្លាំង